សង្គ្រាមគឺជាទីលានទីកន្លែងដែលក្មេងៗយុវជនអត់ដែលស្គាល់គ្នាអត់ដែលស្អប់គ្នាតែស្លាប់គ្នាដោយសារអីដោយសារការសម្រេចចិត្តរបស់អ្នកនយោបាយចាស់ទុំដែលស្គាល់គ្នាហើយស្អប់គ្នាចឹងសម្រេចចិត្តបង្កើតសង្គ្រាមទៅតែអ្នកនយោបាយចាស់ហ្នឹងគាត់អត់ស្លាប់គ្នាទេគាត់បញ្ជូនក្មេងៗដែលមិនដែលស្គាល់គ្នាមិនដែលស្អប់គ្នាទៅស្លាប់ទៀតនេះគឺជាធាតុពិតនៃសង្គ្រាមបាទបើយើងវាយនៅព្រំដែនទាហានខ្មែរទាហានថៃភាគច្រើននៅដែលស្គាល់គ្នាទេហើយមិនដែលស្អប់គ្នាផងជាងការចែកបាយទឹកគ្នាដើរល្បាតជាមួយគ្នាតែដល់វាយគ្នាមានតែស្លាប់គ្នាការសម្រេចចិត្តកត្តានយោបាយធំនេះហើយដែលរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាយើងប្រកាន់ជំហរខិតខំដោះស្រាយដោយសន្តិវិធីការពារមើងម៉ាត់អធិបតេយ្យភាពរបស់យើងប្រើប្រាស់ឲ្យអស់លទ្ធភាពនៅវិធានការច្បាប់និងវិធានការបច្ចេកទេសទាំងអស់ដើម្បីជៀសផុតនៅការកាប់សម្លាប់គ្នាដោយប្រចាំបាច់តែយើងនៅត្រៀមលក្ខណៈដើម្បីការពារទឹកដីរបស់យើងរួមទាំងមធ្យោបាយយោធាបើសិនជាមានការរំលោភបំពានបែបនោះដោយសារអញ្ចឹងសម្រាប់ចិត្តវាយគ្នាតែមួយផ្លេតទេដោយអ្នកនយោបាយប៉ុន្តែស្លាប់តាហ៊ានយើងស្លាប់យុវជនក្មេងៗដែលអត់ដឹងរឿងអត់ដែលស្អប់គ្នាលើកកំភ្លើងតបាញ់គ្នានេះគឺជាជាតិពិតនៃសង្គ្រាមហើយធ្វើឲ្យវេទនាប្រពន្ធកូនខ្លាយទៅជាមេម៉ាយទៅជាក្មេងកំ